ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតនេះគឺជាម៉ោងទី9នៃវគ្គទី2ការលេងគឺជាការរៀនតើកូនរបស់លោកអ្នកមិនតែងតែសួរទេឬអីថាម៉ាក់តើកូនគួរលេងអ្វីទៅនៅពេលដែលកុមារគ្មាននូវការផ្ដួចផ្ដើមគំនិតនៃការលេងនោះទេនោះពួកគេនឹងពឹងផ្អែកតែទៅលើឪពុកម្ដាយរបស់ពួកគេជានិច្ចនៅថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីអាថ៌កំបាំងនៃការលេងដែលដឹកនាំដោយកុមារដែលកុមារនឹងបង្កើតការលេងរបស់ពួកគេដោយខ្លួនឯងហើយនឹងចូលរួមលេងរហូតដល់ចប់ការលេងដែលដឹកនាំដោយកុមារគឺមានន័យថាកុមារជាអ្នកសម្រេចទាំងការចាប់ផ្ដើមដំណើរការអនុវត្តនិងចុងបញ្ចប់នៃការលេងគ្រប់ទាំងអស់តាមរយៈបទពិសោធន៍នេះដែរកុមារទទួលបានស្វ័យភាពនិងទំនុកចិត្តថាខ្ញុំអាចធ្វើវាបានដោយខ្លួនឯងបានដែលវានឹងអាចក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាទាំងអស់នៅពេលដែលលោកអ្នកវិនិច្ឆ័យការលេងរបស់កូនទៅតាមស្តង់ដាររបស់លោកអ្នកនោះកុមារនឹងបាត់បង់នូវការគ្រប់គ្រងលើការលេងរបស់ពួកគេពាក្យសម្ដីដែលបង្ខំឲ្យឆ្លើយដូចជាលម្អិតទាំងនេះត្រូវតែសង់វាបែបនេះឬរូបភាពនេះគឺមិនគួរផាត់ពណ៌ក្រហមនោះទេនេះគឺជាការរារាំងនូវភាពច្នៃប្រឌិតរបស់កុមារការដែលជួយកុមារភ្លាមនៅពេលដែលលម្អិតដែលពួកគេបានសង់ត្រូវបានដួលឬពេលដែលពួកគេមានការលំបាកក្នុងការលេងល្បែងផ្គុំរូបមិនត្រូវការជួយបែបនេះគឺមិនត្រឹមត្រូវនោះទេកុមារអាចរៀនបានតាមរយៈការបរាជ័យនោះនឹងអាចជួយអភិវឌ្ឍនូវសមត្ថភាពដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេបានការដែលឪពុកម្ដាយដើរថយក្រោយមួយជំហានដោយជឿជាក់លើកូនហើយសង្កេតមើលពួកគេនោះវាពិតជាសំខាន់យ៉ាងខ្លាំងនៅពេលដែលកូនអផ្សុកជាជាងផ្ដល់យោបល់ថាតោះគូររូបលេងឬអត់ប៉ុន្តែសូមសាកល្បងសួរសំណួរបើកដូចជាតើកូនចង់លេងអ្វីជាងគេនៅពេលនេះឬតើយើងអាចធ្វើអ្វីបានខ្លះដោយប្រើប្រាស់នៅសម្ភារៈដែលមាននៅផ្ទះរបស់យើងបានពេលនោះកុមារនឹងរៀនបានពីវិធីសាស្ត្រដែលគិតដោយខ្លួនឯងបានសូមសង្កេតមើលនៅពេលដែលកូនរបស់លោកអ្នកលេងហើយសួរសំណួរដូចជាតើមានរឿងអ្វីកើតឡើងនៅត្រង់នេះឬតើមនុស្សយន្តដែលកូនបានបង្កើតមានថាមពលអ្វីខ្លះនៅពេលដែលកុមារពន្យល់ពីការលេងរបស់ពួកគេដោយពាក្យសម្ដីនោះពួកគេនឹកពីអត្ថន័យនៃការលេងហើយសមត្ថភាពផ្នែកភាសារបស់ពួកគេក៏ប្រសើរឡើងថែមទៀតផងដែរការលេងមិនមែនគ្រាន់តែផ្ដល់នូវរបស់ក្មេងលេងដល់ពួកគេនោះទេប៉ុន្តែសូមព្យាយាមផ្ដល់នូវសម្ភារៈលេងជាច្រើនក្នុងពេលតែមួយឧទាហរណ៍ដាក់ជាមួយគ្នាដូចជាសម្ភារៈដែលអាចកែច្នៃឡើងវិញបានខ្សែនិងក្រដាសពណ៌លម្អិតជាដើមកុមារអាចប្រើការស្រមើស្រមៃរបស់ពួកគេដើម្បីដាក់បញ្ចូលគ្នានូវសម្ភារៈទាំងនេះដោយខ្លួនឯងហើយនឹងអាចបង្កើតបទពិសោធន៍លេងថ្មីៗបានកុមារអាចបង្កើតចំណាប់អារម្មណ៍ថ្មីៗភ្លាមៗក្នុងពេលលេងបានហើយចង់បន្តលេងនៅថ្ងៃបន្ទាប់ក៏បានផងដែរប្រសិនបើលោកអ្នកមិនរៀបចំសម្អាតភ្លាមហើយនិយាយថាតោះចាំបន្តលេងនៅថ្ងៃស្អែកទៀតនោះកូនរបស់លោកអ្នកនឹងមានអារម្មណ៍ពីការគោរពនៅការលេងរបស់ពួកគេហើយនឹងរៀនបានពីការបន្តនៃការលេងបានផងដែរការដឹកនាំក្នុងការលេងក៏ត្រូវតែជាការចាំបាច់ក្នុងពេលដែលរៀបចំផងដែរជាជាងការនិយាយថារៀបចំសម្អាតឲ្យលឿនប៉ុន្តែសូមព្យាយាមរៀបចំឲ្យដូចជាការលេងដោយនិយាយដូចជាតាមម៉ាក់អាចយកមនុស្សយន្តនេះទៅដាក់នៅកន្លែងដើមសិនបានដែរឬទេឬតោះយើងអាចសាកដាក់លម្អិតនេះឲ្យដេកទៅតាមពណ៌របស់វាយ៉ាងដូចម្តេចដែរការលេងដែលចាប់ផ្ដើមដោយខ្លួនឯងគឺអាចជួយអភិវឌ្ឍនៅទំនួលខុសត្រូវដែលបញ្ចប់ដោយការលេងដោយខ្លួនឯងអាថ៌កំបាំងដ៏ធំបំផុតក្នុងការបង្កើតការលេងដែលដឹកនាំដោយកុមារគឺជាការជឿជាក់របស់ឪពុកម្ដាយចំពោះសមត្ថភាពរបស់កូនសូមជឿទុកចិត្តកូនរបស់លោកអ្នកហើយបោះជំហានថយក្រោយរួចចាំសង្កេតមើលពួកគាត់វិញសម្រាប់នៅម៉ោងក្រោយយើងនឹងនិយាយអំពីការបង្កើតផែនការការលេងក្នុងមួយខែនិងអនុវត្តដែលនឹងជួយឲ្យមានភាពសប្បាយរីករាយជាមួយនឹងការលេងទាំងអស់នេះបានសូមជួយរងចាំមើលទាំងអស់គ្នាថាតើនៅមេរៀនបន្ទាប់បានជួយផ្ដល់ជាគំនិតសំខាន់អ្វីខ្លះអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះប្រសិនបើបងប្អូនចូលចិត្តសូមកុំភ្លេចជួយចុច like
Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗល្អៗបន្តទៀតអរគុណជួបគ្នានៅវីដេអូក្រោយ